សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកករណីគិតកម្មមួយដែលបានកើតឡើងនៅក្នុងប្រទេសឥណ្ឌាតែអ្នកធ្លាប់ស្រមៃទេថាស្នេហាដែលមើលទៅសាមញ្ញអាចបញ្ចប់ដោយអាចកំបាំងដ៏ងងឹតបំផុតគាត់ជាមនុស្សធម្មតាមានជីវិតមានស្នេហាមានក្តីសង្ឃឹមប៉ុន្តែថ្ងៃមួយគាត់បានបាត់ខ្លួនដោយគ្មាននរណាដឹងមូលហេតុមនុស្សជាច្រើនសន្មតថាគាត់បានចាកចេញតែការពិតវិញគឺស្ងប់ស្ងាត់និងគួរឲ្យខ្លាចជាងអ្វីៗទាំងអស់អ្វីដែលគេរកឃើញក្រោយមកគឺស្ថិតនៅក្រោមផ្ទះបាយមិនគួរឲ្យនរណាសង្ស័យសោះហើយនេះគឺជារឿងពិតមួយដែលធ្វើឲ្យមនុស្សរាប់ពាន់អ្នកភ្ញាក់ផ្អើលនិងមិនអាចបំភ្លេចបានអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានរឿងពិតលម្អិតទាំងអស់គ្នាគ្រួសារតូចមួយរស់នៅតំបន់ជាយទីក្រុងមុំបៃដែលមានសមាជិករ៉ាអ៊ីសនិងសាហ៊ីដាសេកជាមួយកូនប្រុសនិងកូនស្រីរបស់ពួកគេមើលពីខាងក្រៅជីវិតរបស់ពួកគេមើលទៅសាមញ្ញនិងមានសុភមង្គលប៉ុន្តែខាងក្នុងផ្ទះវិញមានការលាក់កំបាំងការក្បត់និងគម្រោងអាក្រក់មួយរ៉ាអ៊ីសេកកើតនៅឆ្នាំ1993នៅទីក្រុងកុនដារដ្ឋអូតាប្រទេសជាកូនច្បងក្នុងចំណោមបងប្អូន2នាក់មានប្អូនប្រុសម្នាក់ឈ្មោះអានីសេករ៉ាអ៊ីនិងប្អូនប្រុសធំឡើងក្នុងគ្រួសារក្រីក្រដូច្នេះពួកគេរៀនបានត្រឹមថ្នាក់វិទ្យាល័យតែប៉ុណ្ណោះបន្ទាប់ពីបញ្ចប់វិទ្យាល័យឆ្នាំ2011រ៉ាអ៊ីមានការលំបាកក្នុងការរកការងារល្អដូច្នេះគាត់ត្រូវធ្វើការងារបណ្ដោះអាសន្នដែលប្រាក់ចំណូលមិនទៀងទាត់មួយឆ្នាំក្រោយមកនៅពេលគ្រួសារមានបញ្ហាហិរញ្ញវត្ថុឪពុករបស់គាត់បានណែនាំឲ្យរ៉ាអ៊ីរៀបការហើយនៅពេលនោះគាត់មានអាយុមិនដល់20ឆ្នាំនៅឡើយទេរ៉ាអ៊ីសេកក៏បានយល់ព្រមតាមគ្រួសារហើយក្រោយមកគ្រួសាររបស់គាត់បានឲ្យសាច់ញាតិជួយរកប្រពន្ធសមរម្យឲ្យគាត់មិនយូរប៉ុន្មានអ៊ំពូរបស់រ៉ាអ៊ីបាននិយាយថាគាត់បានរកឃើញក្មេងស្រីម្នាក់សមស្របឲ្យរ៉ាអ៊ីដែលមានឈ្មោះសាហ៊ីដាដែលមានអាយុតិចជាងរ៉ាអ៊ី1ឆ្នាំនិងទើបបញ្ចប់វិទ្យាល័យប្រសិនបើរ៉ាអ៊ីចាប់អារម្មណ៍អ៊ំពូរបស់គាត់នឹងរៀបចំជំនួបជាមួយគ្រួសារនារីនោះដោយមិនមានការរំពឹងទុករ៉ាអ៊ីបានទៅជួបគ្រួសារនារីជាមួយឪពុកម្ដាយនិងអ៊ំពូរបស់គាត់ពេលឃើញសាហ៊ីដាដំបូងរ៉ាអ៊ីមានអារម្មណ៍តាក់ទាញចំពោះសម្រស់និងភាពគោរពរបស់នាងសរុបមកគ្រួសារទាំងពីរបានយល់ព្រមឲ្យអ្នកទាំងពីររៀបការមួយឆ្នាំក្រោយមករ៉ាអ៊ីនិងសាហ៊ីដាបានក្លាយជាប្តីប្រពន្ធជាផ្លូវការបន្ទាប់ពីរៀបការរ៉ាអ៊ីបាននាំប្រពន្ធទៅរស់នៅជាមួយគ្រួសាររបស់គាត់ដែលធ្វើឲ្យផ្ទះតូចមួយនេះមានសមាជិកច្រើនឡើង2ឆ្នាំក្រោយពួកគេមានកូនស្រីម្នាក់ហើយបន្ទាប់មកឆ្នាំ2018មានកូនប្រុសម្នាក់ទៀតការមកដល់របស់កូនទាំងពីរធ្វើឲ្យគ្រួសារមានសុភមង្គលប៉ុន្តែតម្រូវការក៏កើនឡើងដែរទោះបីជារៀបការមក7ឆ្នាំហើយក៏ដោយតែរ៉ាអ៊ីក៏នៅតែមិនមានការងារស្ថិរភាពប្រាក់ចំណូលពីការងារបណ្ដោះអាសន្នមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារនិងជួយឪពុកម្ដាយឡើយបន្ទាប់ពីពិភាក្សាជាមួយគ្រួសាររ៉ាអ៊ីបានសម្រេចចិត្តទៅទីក្រុងមុំបៃដើម្បីស្វែងរកឱកាសការងារល្អជាងមុនតាមការណែនាំពីសាច់ញាតិគាត់ត្រូវទៅធ្វើការនៅហាងលក់ក្រណាត់មួយនៅមុំបៃប៉ុន្តែដោយសារមិនទាន់ច្បាស់អំពីប្រាក់ខែនិងការរស់នៅគាត់បានសម្រេចចិត្តទៅម្នាក់ឯងជាមុនដោយទុកប្រពន្ធនិងកូនទាំងពីរឲ្យរស់នៅជាមួយឪពុកម្ដាយនៅផ្ទះដល់ដើមឆ្នាំ2018រ៉ាអ៊ីបានចាប់ផ្ដើមធ្វើការនៅហាងលក់ក្រណាត់មួយនៅបំបីហើយជាសំណាងល្អគាត់មានចៅហ្វាយល្អដែលយកចិត្តទុកដាក់ចំពោះបុគ្គលិករ៉ាអ៊ីនិងកម្មករផ្សេងៗទៀតបានទទួលកន្លែងស្នាក់នៅឥតគិតថ្លៃហើយប្រាក់ខែក៏ខ្ពស់ជាងហាងផ្សេងៗទៀតពេលវេលាកន្លងផុតទៅរ៉ាអ៊ីខិតខំធ្វើការយ៉ាងខ្លាំងគាត់មកដល់កន្លែងធ្វើការមុនគេជានិច្ចហើយចេញចុងក្រោយគេនិងជាអ្នកបិទហាងចៅហ្វាយរបស់គាត់មានការពេញចិត្តខ្លាំងហើយបានផ្ដល់ប្រាក់បន្ថែមឲ្យរ៉ាអ៊ីដោយសម្ងាត់ចៅហ្វាយរបស់គាត់ក៏បានណែនាំឲ្យរ៉ាអ៊ីនាំប្រពន្ធនិងកូនមករស់នៅមុំបៃជាមួយគ្នារ៉ាអ៊ីគិតថាការណែនាំនេះសមហេតុផលព្រោះឥឡូវប្រាក់ខែគាត់អាចចិញ្ចឹមគ្រួសារបានហើយម្យ៉ាងវិញទៀតពេលរស់នៅតែម្នាក់ឯងនៅមុំបៃគាត់ចំណាយប្រាក់ច្រើនលើអាហារព្រោះមិនមានពេលចម្អិនអាហារនិងធ្វើការងារផ្ទះទន្ទឹមនឹងនេះការចំណាយក៏កើនឡើងទ្វេដងព្រោះគាត់ត្រូវផ្ញើប្រាក់ទៅគ្រួសារនៅស្រុកកំណើតផងដែរលើសពីនេះទៅទៀតកូនស្រីរបស់គាត់ក៏ជិតចូលរៀនដែរដូច្នេះរ៉ាអ៊ីបានសម្រេចចិត្តនាំសាហ៊ីដានិងកូនទាំងពីរមករស់នៅមុំបៃតំបន់ដាហ៊ីសានៅថ្ងៃទី24ឧសភាឆ្នាំ2021គ្រួសាររ៉ាអ៊ីនៅឧត្តាប្រទេសបានចាប់ផ្ដើមព្រួយបារម្ភព្រោះរ៉ាអ៊ីនិងសាហ៊ីដាមិនអាចតាក់ទងបានជាច្រើនថ្ងៃជាទូទៅពួកគេតាក់ទងជារៀងរាល់ថ្ងៃជាពិសេសប្អូនប្រុសរបស់រ៉ាអ៊ីដែលស្និទ្ធស្នាលជាមួយក្មួយៗណាស់បន្ទាប់ពី3ថ្ងៃមិនអាចតាក់ទងបាននៅយប់មួយទូរស័ព្ទរបស់សាហ៊ីដាបានបើកវិញហើយនាងបានទទួលការហៅពីគ្រួសារ
សាហិដាបានពន្យល់ថានាងកំពុងច្របូកច្របល់នឹងព្រួយបារម្ភព្រោះរ៉ាអ៊ីមិនបានត្រឡប់មកផ្ទះអស់3ថ្ងៃហើយទូរស័ព្ទគាត់ក៏ទុកនៅផ្ទះដូច្នេះនាងមិនអាចតាក់ទងគាត់បានទេនាងក៏បាននិយាយថានាងបានទៅហាងដែលរ៉ាអ៊ីធ្វើការនិងទៅរកសាច់ញាតិនិងមិត្តភ័ក្តិប៉ុន្តែគ្មាននរណាដឹងថាគាត់នៅទីណាឡើយគ្រួសារខាងប្តីបានណែនាំឲ្យនាងទៅប្តឹងប៉ូលីសដើម្បីរាយការណ៍ពីការបាត់ខ្លួនទន្ទឹមនឹងនេះប្អូនប្រុសរបស់រ៉ាអ៊ីបានទិញសម្បត្តិរថភ្លើងហើយធ្វើដំណើរទៅមុំបៃនៅយប់នោះភ្លាមៗនៅព្រឹកថ្ងៃទី25ខែឧសភាឆ្នាំ2021សាហីដាបានទៅប៉ុស្តិ៍ប៉ូលីសដើម្បីរាយការណ៍ថាប្តីរបស់នាងបាត់ខ្លួន4ថ្ងៃមកហើយនាងបានពន្យល់ថារ៉ាអ៊ីបានចេញទៅធ្វើការនៅថ្ងៃទី21ខែឧសភាប៉ុន្តែមិនបានត្រឡប់មកផ្ទះវិញទេប៉ូលីសបានសួរថាតើសាហីដាបានព្យាយាមតាក់ទងប្តីរបស់នាងហើយឬនៅសាហីដាបានឆ្លើយថាថ្ងៃនោះរ៉ាអ៊ីបានចេញពីផ្ទះដោយមិនយកទូរស័ព្ទទៅជាមួយប៉ូលីសបានសួរបន្តថាប្តីអ្នកបាត់ខ្លួន4ថ្ងៃហើយហេតុអ្វីទើបមករាយការណ៍នៅពេលនេះសាហីដាបានពន្យល់ថាដំបូងនាងគិតថាប្តីនាងអាចរវល់នៅហាងដល់ថ្នាក់ត្រូវស្នាក់នៅទីនោះប៉ុន្តែថ្ងៃបន្ទាប់ពេលនាងទៅហាងកម្មករនៅទីនោះបានប្រាប់ថារ៉ាអ៊ីមិនបានមកធ្វើការទេសាហីដាក៏បានបន្ថែមថាក្នុងរយៈពេល4ថ្ងៃនេះនាងបានទៅសួររកគាត់នៅផ្ទះសាច់ញាតិនិងមិត្តភ័ក្តិប៉ុន្តែមិនមាននរណាដឹងថាគាត់នៅទីណាទេចុងក្រោយគ្រួសារខាងប្តីនាងដែលនៅកណ្ដាលបានណែនាំឲ្យនាងទៅរាយការណ៍ពីការបាត់ខ្លួនប៉ូលីសមិនបានចាត់វិធានការភ្លាមៗទេចំពោះករណីរបស់សាហីដាព្រោះជាទូទៅករណីបាត់ខ្លួនក្នុងគ្រួសារដែលមានជីវភាពមធ្យមទាបតែងតែត្រូវបានពន្យាពេលឬមិនបានយកចិត្តទុកដាក់ខ្លាំងទស្សនៈមួយទៀតអាជ្ញាធរអាចគិតថារ៉ាអ៊ីជាបុរសអាយុ28ឆ្នាំមានសុខភាពល្អគាត់មិនអាចបាត់ខ្លួនដោយគ្មានមូលហេតុទេពួកគេអាចសន្មតថាគាត់មានការងារបន្ទាន់នៅក្រៅទីក្រុងឬចង់ចេញទៅដោយមិនប្រាប់ប្រពន្ធឬក៏បានចាកចេញពីគ្រួសារដោយចេតនាប៉ុន្តែមនុស្សដែលស្គាល់រ៉ាអ៊ីគិតថាវាមិនសមហេតុផលទេព្រោះគាត់ជាមនុស្សទទួលខុសត្រូវចំពោះគ្រួសារនិងការងារដូច្នេះវាមិនអាចទៅរួចដែលគាត់នឹងបាត់ខ្លួនបែបនេះមនុស្សជាច្រើនគិតថាអាចមានគ្រោះថ្នាក់ឬមាននរណាធ្វើអ្វីមិនល្អចំពោះគាត់ប៉ុន្តែប៉ូលីសហាក់ដូចជាប្រងើយកន្តើយចំពោះករណីនេះហើយក៏មិនមានប៉ូលីសណាមកពិនិត្យផ្ទះរបស់រ៉ាអ៊ីនិងសាហីដាឡើយសាហីដាបានទូរស័ព្ទប្រាប់គ្រួសារខាងប្តីវិញថាប៉ូលីសមិនយកចិត្តទុកដាក់លើករណីនេះទេនៅព្រឹកព្រលឹមថ្ងៃទី26ឧសភាឆ្នាំ2021បន្ទាប់ពីធ្វើដំណើរជាង24ម៉ោងប្អូនប្រុសរបស់រ៉ាអ៊ីអានីសេកបានមកដល់មុំបៃហើយបងស្រីថ្លៃក៏បានទៅទទួលគាត់នៅស្ថានីយ៍រថភ្លើងពេលទៅដល់ផ្ទះជួលរបស់រ៉ាអ៊ីនិងសាហីដាគាត់ក៏បានឃើញបរិយាកាសស្ងប់ស្ងាត់និងសោកសៅខ្លាំងដើម្បីបន្ថយអារម្មណ៍តានតឹងគាត់បានយកស្ករគ្រាប់ឲ្យក្មួយស្រីប៉ុន្តែខុសពីធម្មតាក្មេងស្រីមិនចាប់អារម្មណ៍ទេទោះជាធ្លាប់ចូលចិត្តស្ករគ្រាប់ខ្លាំងក៏ដោយអានេះគិតថាប្រហែលជាក្មេងស្រីសោកស្ដាយព្រោះឪពុកបាត់ខ្លួនជិត1សប្តាហ៍បន្ទាប់មកសាហីដាបានបញ្យល់ស្ថានភាពដល់ប្អូនថ្លៃដោយដែលនាងបានប្រាប់ប៉ូលីសនិងគ្រួសាររួចមកហើយរ៉ាអ៊ីនិងអានីជាបងប្អូនដែលស្និទ្ធគ្នាខ្លាំងនិងចែករំលែកគ្រប់យ៉ាងជាមួយគ្នាពួកគេជាញឹកញាប់តាក់ទងគ្នាតាមទូរស័ព្ទហើយរ៉ាអ៊ីតែងតែប្រាប់អំពីហាងដែលគាត់ធ្វើការដែលនៅមិនឆ្ងាយពីស្ថានីយ៍រថភ្លើងដៃហ៊ីសាគាត់ក៏និយាយអំពីចៅហ្វាយរបស់គាត់ដែលមានចិត្តល្អនិងប្រាប់អំពីមិត្តរួមការងារផងដែរអូនប្រុសអានីបានទៅហាងដែលរ៉ាអ៊ីធ្វើការហើយបានជួបម្ចាស់ហាងបានប្រាប់ថានៅព្រឹកថ្ងៃទី21ឧសភាឆ្នាំ2021រ៉ាអ៊ីមកធ្វើការតាន់ពេលដូចធម្មតាប៉ុន្តែថ្ងៃនោះគាត់មើលទៅសោកសៅនិងមានអារម្មណ៍មិនល្អហាក់ដូចជាមានបញ្ហាអ្វីមួយពេញមួយថ្ងៃគាត់មិនសូវផ្ដោតអារម្មណ៍លើការងារហើយនៅពេលល្ងាចគាត់បានសុំចៅហ្វាយចេញតែមួយផ្លែតព្រោះមានកិច្ចការបន្ទាន់ហើយនោះគឺជាពេលចុងក្រោយដែលម្ចាស់ហាងឃើញរ៉ាអ៊ីដោយសារពួកគេស្និទ្ធគ្នាខ្លាំងអានេះមិនអាចយល់បានថាហេតុអ្វីរ៉ាអ៊ីមិនប្រាប់គាត់អំពីបញ្ហារបស់ខ្លួនបន្ទាប់មកអានេះបានស្វែងរកបងប្រុសរបស់គាត់នៅមុំបៃរៀងរាល់ថ្ងៃប៉ុន្តែទីក្រុងធំខ្លាំងធ្វើឲ្យការស្វែងរកពិបាកពេលវេលាកន្លងទៅនៅថ្ងៃទី1ខែមិថុនាឆ្នាំ2021សាហីដាបានប្រាប់អូនថ្លៃថានាងនឹងទៅសួរសាច់ញាតិដើម្បីខ្ចីប្រាក់ហើយសូមឲ្យគាត់មើលថែក្មេងទាំងពីរអានេះក៏បានយល់ព្រមបន្ទាប់ពីសាហីដាចេញទៅអានេះបានចូលទៅក្នុងបន្ទប់កូនស្រីហើយឃើញក្មេងៗមើលទៅសោកសៅគាត់បានព្យាយាមលួងលោមក្មេងស្រីអាយុ6ឆ្នាំដោយនិយាយថាកុំសោកស្ដាយឪពុករបស់កូននឹងត្រឡប់មកវិញឆាប់ៗនេះប៉ុន្តែគាត់មានការភ្ញាក់ផ្អើលពេលគាត់ទទួលបានចម្លើយមួយពីក្មួយៗរបស់គាត់ដោយមិនបង្អង់យូរអានេះបានយកក្មេងទាំងពីរទៅប៉ុស្តិ៍ប៉ូលីសដៃហ៊ីសានៅចំពោះមុខប៉ូលីសក្មេងស្រីនោះបាននិយាយពាក្យដដែលម្ដងទៀតវាគឺជាការបង្ហាញព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើល
បន្ទាប់ពីទទួលបានព័ត៌មានថ្មីពីក្មេងស្រីនោះហើយប៉ូលីសបានបង្កើតក្រុមស៊ើបអង្កេតភ្លាមៗហើយទៅកាន់ផ្ទះជួលរបស់រ៉ាអ៊ីនិងសាយដាម៉ោងប្រហែល 4 ល្ងាចអានេះនិងក្មេងៗបានឃើញសាយដាត្រឡប់មកផ្ទះវិញប៉ូលីសចាប់ផ្ដើមស្វែងរកក្នុងផ្ទះគ្រប់កន្លែងប៉ុន្តែរកមិនឃើញអ្វីចម្លែកទេខណៈពេលកំពុងត្រៀមចាក់ចែងប៉ូលីសម្នាក់បានសង្កេតឃើញអ្វីមិនធម្មតានៅជាន់ផ្ទះបាយគឺក្បឿងមើលទៅដូចជាទើបដាក់ថ្មីហើយដាក់មិនស្មើគ្នាមិនដូចការងាររបស់ជាងជំនាញទេវាហាក់ដូចជាដាក់ដោយចៃដន្យនិងមិនប្រុងប្រយ័ត្នដូច្នេះពួកគេក៏បានហៅក្រុមជំនាញមករុះជាន់ចេញពេលនោះមានភ្លៀងធ្លាក់ខ្លាំងហើយអ្នកជិតខាងក៏មកមើលនិងខ្លះជួយប៉ូលីសផងដែរពួកគេចាប់ផ្ដើមរុះនៅម៉ោង 5 ល្ងាចដកក្បឿងចេញរួចបំបែកស៊ីម៉ងខាងក្រោមហើយជីកដីចុះជម្រៅប្រហែលជា 2 ម៉ែត្រដល់ម៉ោង 3 ទៀបភ្លឺថ្ងៃបន្ទាប់ពីជីកប្រហែល 10 ម៉ោងពួកគេក៏បានរកឃើញដៃមនុស្សហើយបន្តជីកបន្ថែមទៀតក៏រកឃើញផ្នែកផ្សេងៗទៀតសរុប 4 ផ្នែកពេលយកមកគុំវិញគេបានបញ្ជាក់ថាគឺជារាងកាយរបស់រ៉ាអ៊ីដែលបានបាត់ខ្លួន12 ថ្ងៃប៉ូលីសបានយករាងកាយទៅរក្សាទុកហើយនាំសាហ៊ីដាអានេះនិងកូនៗទៅប៉ុស្តិ៍ប៉ូលីសក្នុងពេលជាមួយគ្នាប៉ូលីសក៏ទទួលបានព័ត៌មានពីអ្នកជិតខាងថាមានបុរសម្នាក់ឈ្មោះអាមីតវិស្វាកាម៉ាតែងតែមកផ្ទះរ៉ាអ៊ីពេលគាត់មិននៅហើយអាកប្បកិរិយារបស់គាត់ធ្វើឲ្យអ្នកជិតខាងសង្ស័យអ្នកជិតខាងក៏ប្រាប់ថាមានការដឹកស៊ីម៉ងនិងខ្សាច់មកផ្ទះនៅថ្ងៃទី 21 ខែឧសភាហើយថ្ងៃបន្ទាប់គេឃើញអាមីតដឹកថង់ដីចេញពីផ្ទះនេះជាច្រើនដងពេលមុនសាហ៊ីដាក៏បានប្រាប់អ្នកជិតខាងថារ៉ាអ៊ីកំពុងជួសជុលផ្ទះបាយហើយបានចេញទៅធ្វើការប៉ុន្តែការពិតគឺរ៉ាអ៊ីបានបាត់ខ្លួនប៉ូលីសចាប់ផ្ដើមសង្ស័យថាសាហ៊ីដាលាក់ការពិតហើយមុនសួរចម្លើយនាងពួកគេត្រូវរកអាមីតជាមុនប៉ុន្តែពេលទៅដល់ផ្ទះគេរកឃើញថាអាមីតបានរត់គេចខ្លួនតាំងពីថ្ងៃទី 22 ឧសភាឆ្នាំ 2021ប៉ុន្មានម៉ោងក្រោយមកប៉ូលីសបានចាប់ខ្លួនអាមីតវិស្វាកាម៉ានៅស្ថានីយ៍រថភ្លើងខណៈគាត់កំពុងព្យាយាមរត់គេចទៅទីក្រុងផ្សេងនៅបន្ទប់សួរចម្លើយសាហ៊ីដានិយាយថានាងមិនដឹងថាសាកសពប្តីរបស់នាងទៅនៅក្រោមជាន់ផ្ទះបាយដោយរបៀបណាទេប៉ុន្តែប៉ូលីសនិយាយថាមានការសារភាពរបស់អាមីតរួចហើយពីបន្ទប់សួរចម្លើយផ្សេងទៀតហើយក៏មានសាក្សីពីកូនស្រីអាយុ 6 ឆ្នាំរបស់សាហ៊ីដាដែលបានប្រាប់ការពិតអំពីអ្វីដែលកើតឡើងចំពោះឪពុករបស់គេនៅថ្ងៃទី 1 មិថុនាឆ្នាំ 2021ពេលសាហ៊ីដាចេញពីផ្ទះអានេះបានព្យាយាមលួងលោមក្មេងស្រីដែលនិយាយថាឪពុកនឹងត្រឡប់មកវិញប៉ុន្តែក្មេងស្រីបានឆ្លើយថាឪពុកខ្ញុំមិនត្រឡប់មកវិញទេម្ដាយខ្ញុំបានសម្លាប់គាត់ខ្ញុំបានឃើញផ្ទាល់ហើយនាងគំរាមថានឹងសម្លាប់ខ្ញុំនិងប្អូនប្រុសរបស់ខ្ញុំប្រាប់អ្នកណាពេលមានការសារភាពពីកូនស្រីរបស់ខ្លួនសាហ៊ីដាមិនអាចបដិសេធបានទៀតហើយនៅបន្ទប់សួរចម្លើយនាងបានប្រាប់លម្អិតអំពីអ្វីដែលកើតឡើងចំពោះប្តីរបស់នាងប្រហែលជា 3 ឆ្នាំមុនឆ្នាំ 2018 រ៉ាអ៊ីបាននាំគ្រួសារមករស់នៅមុំបៃក្នុងផ្ទះជួលតូចមួយជីវិតពួកគេធម្មតារ៉ាអ៊ីទៅធ្វើការពេលព្រឹកហើយត្រឡប់មកផ្ទះពេលយប់ខណៈសាហ៊ីដានៅផ្ទះមើលថែកូននៅជិតផ្ទះពួកគេមានបុរសអាយុ 24 ឆ្នាំម្នាក់ឈ្មោះអាមីតដែលធ្វើការជាសន្តិសុខយប់ហើយពេលថ្ងៃគាត់នៅផ្ទះអាមីតចាប់ផ្ដើមចាប់អារម្មណ៍លើសាហ៊ីដានិងតែងតែមើលនាងពីចម្ងាយទោះបីដឹងថានាងមានប្តីនិងកូនហើយក៏ដោយគាត់មានគំនិតខុសប្រក្រតីគាត់គិតថាការនៅជាមួយនារីដែលមានប្តីគឺគួរឲ្យចាប់អារម្មណ៍ជាងដោយសារជាអ្នកជិតខាងអាមីតបាននិយាយជាមួយរ៉ាអ៊ីសជាញឹកញាប់ដូច្នេះគាត់ដឹងពេលវេលាទៅធ្វើការនិងត្រឡប់មកផ្ទះរបស់រ៉ាអ៊ីសមានថ្ងៃមួយអាមីតបានទៅគោះទ្វារផ្ទះរ៉ាអ៊ីដើម្បីជួបសាហ៊ីដាហើយនិយាយថាគាត់មកខ្ចីអំបិលសាហ៊ីដាបានជួយគាត់ឲ្យសុភាពបន្ទាប់មកអាមីតមកម្ដងទៀតដោយហេតុផលផ្សេងៗដូចជាខ្ចីខ្សែដេរឬយកអាហារឲ្យកូនៗរបស់នាងយូរទៅពួកគេក្លាយជាមិត្តហើយសាហ៊ីដាចាប់ផ្ដើមពឹងផ្អែកលើអាមីតក្នុងការជួយកិច្ចការក្នុងផ្ទះក្រោយមកទំនាក់ទំនងរបស់ពួកគេក៏ក្លាយទៅជាទំនាក់ទំនងអ្នកលាមពេលណារ៉ាអ៊ីទៅធ្វើការសាហ៊ីដានិងអាមីតតែងតែជួបគ្នាយ៉ាងសម្ងាត់នៅក្នុងផ្ទះអាមីតធ្វើការជាសន្តិសុខពេលយប់ដូច្នេះពេលថ្ងៃគាត់ទំនេរខណៈដែលរ៉ាអ៊ីទៅធ្វើការពីព្រឹកដល់យប់ដូច្នេះទំនាក់ទំនងរបស់ពួកគេអាចបន្តដោយគ្មានអ្នកណាដឹងអស់រយៈពេលយ៉ាងយូរពេលអាមីតមកកូនរបស់សាហ៊ីដាត្រូវបានឲ្យទៅលេងជាមួយកូនអ្នកជិតខាងខណៈសាហ៊ីដានិងអាមីតនៅក្នុងបន្ទប់ដេកជាមួយគ្នាក្មេងៗមិនដឹងថាកំពុងមានអ្វីកើតឡើងទេប៉ុន្តែអ្នកជិតខាងខ្លះមានអារម្មណ៍មិនស្រួលពេលឃើញអាមីតមកផ្ទះជាញឹកញាប់ពេលរ៉ាអ៊ីមិននៅអ្នកជិតខាងម្នាក់បានប្រាប់រ៉ាអ៊ីអំពីការសង្ស័យនេះប៉ុន្តែដំបូងរ៉ាអ៊ីមិនជឿទេក្រោយមកពេលអ្នកជិតខាងផ្សេងទៀតនិយាយដូចគ្នារ៉ាអ៊ីក៏បានសួរប្រពន្ធរបស់គាត់
សាហ៊ីដាបានបដិសេធហើយនិយាយថានាងនិងអាមីតគ្រាន់តែជាមិត្តហើយអាមីតមកជួយការងារផ្ទះប៉ុណ្ណោះព្រោះរ៉ាអ៊ីតែងតែត្រឡប់មកផ្ទះយឺតរ៉ាអ៊ីបានជឿប្រពន្ធប៉ុន្តែបានប្រាប់ឲ្យនាងកុំឲ្យហៅអាមីតមកផ្ទះទៀតព្រោះមើលទៅមិនល្អចំពោះអ្នកជិតខាងដោយខ្លាចរ៉ាអ៊ីដឹងការពិតសាហ៊ីដាបានឈប់ជួបអាមីតមួយរយៈប៉ុន្តែមិនយូរប៉ុន្មានពួកគេទាំងពីរនឹកគ្នានិងមិនអាចកាត់ចិត្តពីគ្នាបានព្រោះរស់នៅជិតគ្នាខ្លាំងណាស់រាល់ពេលមើលគ្នាតាមបង្អួចឬទ្វារពួកគេក៏មានអារម្មណ៍ឡើងវិញហើយបន្តទំនាក់ទំនងសម្ងាត់នេះបន្តទៀតអ្នកជិតខាងក៏ចាប់ផ្ដើមនិយាយរឿងនេះម្ដងទៀតហើយខ្លះថែមទាំងបង្ហាញរូបថតពេលអាមីតចេញចូលផ្ទះនោះទៀតដោយសារតែមានភ័ស្តុតាងរ៉ាអ៊ីបានប្រឈមមុខជាមួយសាហ៊ីដាហើយនាងក៏សារភាពថាមានទំនាក់ទំនងពិតប៉ុន្តែបានសំទោសនិងសន្យាថានឹងមិនធ្វើទៀតរ៉ាអ៊ីដែលមានកូន2នាក់បានអភ័យទោសឲ្យប្រពន្ធហើយប្រាប់ថាកុំបំផ្លាញគ្រួសារនិងអនាគតកូនគាត់ក៏បានប្រមានថាបើសាហ៊ីដាបន្តទំនាក់ទំនងគាត់នឹងលែងលះហើយយកកូនទៅរ៉ាអ៊ីក៏បានប្រឈមមុខជាមួយអាមីតហើយមានការឆ្លោះគ្នាប៉ុន្តែអ្នកជិតខាងបានជួយបំបែករ៉ាអ៊ីបានប្រមានអាមីតឲ្យឆ្ងាយពីប្រពន្ធរបស់គាត់បន្ទាប់ពីនោះសាហ៊ីដាហាក់ដូចជានៅផ្ទះច្រើនឡើងហើយអាមីតក៏មិនសូវឃើញមកជិតផ្ទះរបស់ពួកគេទៀតរ៉ាអ៊ីនិងអ្នកជិតខាងគិតថាទំនាក់ទំនងនោះបានបញ្ចប់ហើយប៉ុន្តែការពិតសាហ៊ីដានិងអាមីតនៅតែបន្តជួបគ្នាសម្ងាត់ដដែលពួកគេទាំងពីរនៅតែតាក់ទងគ្នាជាប្រចាំនិងជួបគ្នាសម្ងាត់ដដែលបន្ទាប់ពីមានការប៉ះទង្គិចជាមួយរ៉ាអ៊ីអាមីតបានសម្រេចចិត្តផ្លាស់ទៅជួបផ្ទះផ្សេងប៉ុន្តែមិនបានចេញពីកន្លែងចាស់ទាំងស្រុងទេដើម្បីឲ្យគាត់អាចជួបសាហ៊ីដាដោយសម្ងាត់ដោយមិនឲ្យរ៉ាអ៊ីនិងអ្នកជិតខាងដឹងទំនាក់ទំនងស្នេហាសម្ងាត់នេះនៅតែបន្តទោះបីរ៉ាអ៊ីនិងអ្នកជិតខាងគិតថាវាបានបញ្ចប់ហើយក៏ដោយអាមីតបានបញ្ចុះបញ្ចូលសាហ៊ីដាឲ្យលែងលះរ៉ាអ៊ីហើយទៅរៀបការជាមួយគាត់ហើយគាត់និយាយថាគាត់អាចទទួលយកកូនទាំងពីររបស់នាងជាកូនចង់បានសាហ៊ីដាដែលស្រឡាញ់អាមីតក៏ចង់លែងលះរ៉ាអ៊ីប៉ុន្តែនាងខ្លាចគ្រួសារនៅឧត្តាប្រទេសនឹងខឹងខ្លាំងបើដឹងថានាងលែងប្តីទៅរៀបការជាមួយបរិសុទ្ធផ្សេងដូច្នេះសាហ៊ីដាបានស្នើកំណត់អាក្រក់ថាគួរសម្លាប់រ៉ាអ៊ីជាមុនសិនដើម្បីឲ្យនាងក្លាយជាស្ត្រីមេម៉ាយហើយអាចរៀបការជាមួយអាមីតបានដោយគ្មានបញ្ហាពួកគេចាប់ផ្ដើមរៀបចំផែនការសម្លាប់រ៉ាអ៊ីសាហ៊ីដាគឺជាអ្នកគិតផែនការចម្បងគឺដាក់ថ្នាំងងុយគេងក្នុងភេសជ្ជៈរបស់រ៉ាអ៊ីហើយពេលគាត់ដេកលក់អាមីតនឹងមកធ្វើបន្តពួកគេក្រុងធ្វើលើកដំបូងនៅថ្ងៃទី17ខែឧសភាឆ្នាំ2021ប៉ុន្តែពេលសាហ៊ីដាដាក់ថ្នាំងងុយគេងរ៉ាអ៊ីបានដេកលក់ហើយប៉ុន្តែអាមីតមិនមកនិងមិនអាចតាក់ទងបានដូច្នេះផែនការបរាជ័យថ្ងៃបន្ទាប់សាហ៊ីដាបានទៅសួរអាមីតហើយខឹងគាត់ដែលមិនមកតាមផែនការអាមីតបានផ្ដល់ហេតុផលផ្សេងៗដល់នាងហើយក្រោយមកពួកគេបានព្យាយាមម្ដងទៀតនៅថ្ងៃទី18ខែឧសភាប៉ុន្តែអាមីតនៅតែមិនមកនៅថ្ងៃទី19សាហ៊ីដាបានសួរអាមីតថាគាត់យកចិត្តទុកដាក់ឬអត់ព្រោះបើរ៉ាអ៊ីនៅរស់ពួកគេមិនអាចរៀបការបានទេអាមីតចង់រៀបការប៉ុន្តែគាត់មិនចង់សម្លាប់មនុស្សទេគាត់ចង់រត់ទៅរៀបការជាមួយសាហ៊ីដាប៉ុន្តែសាហ៊ីដាទទូចថានាងមិនអាចលែងប្តីឬរត់ទៅបានព្រោះខ្លាចគ្រួសារបន្ទាប់ពីពិភាក្សាជាយូរពួកគេព្រមព្រៀងពន្យាពេលផែនការសម្លាប់នៅថ្ងៃទី20ឧសភាសាហ៊ីដាបានស្នើរ៉ាអ៊ីជួសជុលក្បឿងផ្ទះបាយព្រោះជន់រអិលនិងអាចគ្រោះថ្នាក់ដល់កូនរ៉ាអ៊ីបានយល់ព្រមនិងនិយាយថានឹងទិញសម្ភារៈប៉ុន្តែការងារនេះនឹងធ្វើពេលគាត់ទំនេរពេលនោះអានីសប្អូនថ្លៃក៏មានកម្រងមកបំបាយដែរដូច្នេះរ៉ាអ៊ីគិតថានឹងធ្វើការជួសជុលជាមួយគ្នានៅពេលក្រោយអ្វីដែលរ៉ាអ៊ីមិនដឹងគឺការដាក់ក្បឿងផ្ទះបាយគឺជាផ្នែកនៃផែនការរបស់សាហ៊ីដាដើម្បីរៀបចំកន្លែងលាក់បាំងគាត់នៅក្រោមនោះថ្ងៃបន្ទាប់ថ្ងៃទី21ខែឧសភាឆ្នាំ2021រ៉ាអ៊ីបានទៅធ្វើការដោយធម្មតាគាត់បានឈប់នៅហាងសម្ភារៈសំណង់ដើម្បីបញ្ជាទិញខ្សាច់ស៊ីម៉ង់និងក្បឿងឲ្យដឹកទៅផ្ទះហើយបន្ទាប់មកទៅហាងក្រណាត់ពេញមួយថ្ងៃរ៉ាអ៊ីមើលទៅមិនសូវផ្ដោតអារម្មណ៍នឹងធ្វើការច្រើនហើយធ្វើឲ្យមិត្តរួមការងារនឹងចវាយកាត់សម្គាល់ហើយនាំឲ្យគាត់ទៅផ្ទះបើមិនស្រួលខ្លួនរ៉ាអ៊ីបានបដិសេធថាគាត់មិនអីទេប៉ុន្តែប្រហែលជាម៉ោង3រសៀលគាត់បានសុំចវាយចេញមុនដោយនិយាយថាមានកិច្ចការបន្ទាន់ផ្ទាល់ខ្លួនមិនយូរប៉ុន្មានរ៉ាអ៊ីបានទៅដល់ផ្ទះហើយសម្ភារៈដែលគាត់បានបញ្ជាទិញក៏បានដឹកមកដល់គាត់បានគោះទ្វារហៅសាហ៊ីដាប៉ុន្តែគ្មានអ្នកឆ្លើយគាត់គោះម្ដងទៀតក៏នៅតែគ្មានសំឡេងពេលគាត់ព្យាយាមមើលតាមរន្ធខ្យល់ទ្វារក៏បើកហើយសាហ៊ីដាចេញមករ៉ាអ៊ីបានចូលក្នុងផ្ទះហើយទៅបន្ទប់ដេកគាត់ក៏បានឃើញអាមីតនៅក្នុងបន្ទប់នោះរ៉ាអ៊ីខឹងខ្លាំងហើយបានវាយប្រយុទ្ធជាមួយអាមីត
ទោះបីអាមិតមានរាងកាយធំនិងធ្វើការជាសន្តិសុខក៏ដោយប៉ុន្តែដោយសារកំហឹងរបស់រ៉ាអ៊ីបានធ្វើឲ្យគាត់មានអំណាចជាងហើយគាត់បានចាប់អាមិតដួលនៅលើដីពេលកំពុងប្រយុទ្ធសាហ៊ីដាបានចូលមកពីក្រោយហើយប្រើកាំបិតទះបាយធ្វើឲ្យរ៉ាអ៊ីស្ទងរបួសពេលរ៉ាអ៊ីចុះខ្សោយអាមិតបានយកកាំបិតនោះហើយបន្តធ្វើឲ្យរ៉ាអ៊ីរងរបួសបន្ថែមរហូតដល់គាត់ដួលសន្លប់បន្ទាប់ពីរ៉ាអ៊ីស្លាប់សាហ៊ីដាបានយកកាបូបធំមកគ្របសាកសពប្តីដើម្បីកុំឲ្យកូនៗមកឃើញនៅពេលល្ងាចពេលកូនដេកលក់សាហ៊ីដាបានបើកភ្លេងខ្លាំងៗហើយបញ្ជាអាមិតឲ្យជីករណ្ដៅនៅផ្ទះបាយខណៈនាងចាប់ផ្ដើមរៀបចំសាកសពដើម្បីដាក់ក្នុងរណ្ដៅនោះយប់នោះមានភ្លៀងធ្លាក់ខ្លាំងនិងមានសំឡេងភ្លេងខ្លាំងផងដូច្នេះអ្នកជិតខាងមិនបានឮអ្វីចម្លែកទេប៉ុន្តែក្មេងស្រីច្បងរបស់សាហ៊ីដាបានភ្ញាក់ពីដំណេកហើយបានឃើញអ្វីដែលម្ដាយកំពុងធ្វើដាក់ឪពុករបស់នាងយ៉ាងច្បាស់សាហ៊ីដាភ្លាមបាននាំកូនត្រឡប់ទៅបន្ទប់វិញសាហ៊ីដាបានគំរាមកូនថាកុំប្រាប់អ្នកណាបើប្រាប់ម្ដាយនឹងធ្វើបាបកូននិងប្អូនរួចបានចាក់សោកូននៅក្នុងបន្ទប់បន្ទាប់មកនាងនិងអាមិតក៏បានបន្តរៀបចំសាកសពរ៉ាអ៊ីហើយយកទៅដាក់ក្នុងរណ្ដៅក្រោមផ្ទះបាយដែលបានជីករួចពួកគេបានចាក់បំពេញដីនិងចាក់ស៊ីម៉ងពីលើហើយដាក់ក្បឿងវិញប៉ុន្តែការងារធ្វើមិនស្អាតទើបក្បឿងមើលទៅចម្លែកនិងធ្វើឲ្យប៉ូលីសសង្ស័យថ្ងៃបន្ទាប់អាមិតបានយកដីដែលជីកចេញទៅបោះចោលហើយសាហ៊ីដាសម្អាតផ្ទះដើម្បីលុបស្នាមទាំងអស់បន្ទាប់មកពួកគេបន្តធ្វើដូចគ្មានអ្វីកើតឡើងអាមិតនៅតែធ្វើការជាសន្តិសុខនិងសាហ៊ីដាសម្ដែងថាប្តីបាត់ខ្លួនក្រោយមកសាហ៊ីដាបានយកកូនទៅទុកឲ្យសាច់ញាតិហើយបានជួបអាមិតដើម្បីគ្រងរត់គេចចេញពីទីក្រុងទុកកូនឲ្យអ្នកផ្សេងមើលថែប៉ុន្តែពេលនាងត្រឡប់ទៅផ្ទះប៉ូលីសក៏បានមកដល់រួចហើយព្រោះកូនស្រីច្បងបានប្រាប់ការពិតករណីបាត់ខ្លួនរបស់រ៉ាអ៊ីត្រូវបានប៉ូលីសដោះស្រាយក្នុងរយៈពេលប្រហែលជា12ថ្ងៃកូនស្រីរបស់រ៉ាអ៊ីគឺជាអ្នកដែលរងផលប៉ះពាល់ផ្លូវចិត្តខ្លាំងបំផុតព្រោះនាងបានឃើញអ្វីកើតឡើងផ្ទាល់បច្ចុប្បន្នសាហ៊ីដានិងអាមិតត្រូវបានឃុំខ្លួនដើម្បីរងចាំដំណើរការតុលាការចា៎ហើយនេះគឺជាករណីឃាតកម្មសម្រាប់ថ្ងៃនេះតើបងប្អូនគិតដូចម្តេចដែរអំពីករណីនេះសូមជួយបញ្ចេញមតិយោបល់របស់បងប្អូនខាងក្រោមវីដេអូនេះម្នាក់មួយផងហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយចេតនាក្តីឬអចេតនាក្តីអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅថ្ងៃស្អែកសូមអរគុណសូមជម្រាបលា